ជំរាបសួរទៅកាន់លោកឪពុកអ្នកម្ដាយជាទីគោរពរាប់អានគណៈពេលនេះប៉ាវធ្វើរឿងមួយទៀតដែរបាទក្រុមហ៊ុនប៉ាវកម្ពុជាជាក្រុមហ៊ុនកូនខ្មែរ100%ដែលមានការនាំចូលក្រុមហ៊ុនមានការនាំចូលខោទឹកនោមពីប្រទេសចិនហ្វូជៀងមកកាន់ប្រទេសកម្ពុជារបស់យើងហើយមានរោងសិប្បកម្មនៅខាងភេជ្ជ័យបាទខណ្ឌដង្កោរាជធានីភ្នំពេញហើយតាមរយៈវីដេអូដែលខ្ញុំបានបង្ហោះបងស្រីថ្ងៃមុនដែលបងអង្គុយធ្វើនេះធ្វើកញ្ឆេងនេះបងប្អូនធ្វើកញ្ឆេងនេះបាទធ្វើកញ្ឆេងហ្នឹងគឺអូយពិបាកមែនតើហើយបើតាមសួរនាំណាទិញកង់ពីអេតចាយ40000រៀលយកទៅធ្វើអស់50000សរុបទាំងអស់90000ហើយអា50000ធ្វើកង់ហ្នឹងជាពាក់គេមិនខែ2ខែហើយអត់ទាន់ឲ្យគេទេជាងគេទាដែរប៉ុន្តែអត់មានលុយឲ្យបរគេទៅទី1ទី2កូនមិញឮថាកូនកតាបមួយប្រើ2 3នាក់ព្រោះកូនរៀនវេនព្រឹកវេនថ្ងៃអញ្ចឹងវេនព្រឹកទៅគាត់យកកតាបហ្នឹងទៅដល់ពេលមកវិញដកសភៅចេញញុកសភៅអាអ្នករៀនវេនថ្ងៃហើយអ្នកថ្ងៃហ្នឹងយកទៅរៀនទៀតហេតុអីបាន2026ហើយនៅមានរឿងអញ្ចឹងទៀតអូយអត់យល់ទេអញ្ចឹងត្រឡប់មកវិញឥឡូវនេះមានការមើលឃើញមានការផ្ដល់ជូនពីខាងក្រុមហ៊ុនប៉ាវកម្ពុជាលោកបានផ្ដល់ជូនជាអង្គ50គីឡូទឹកត្រីទឹកស៊ីអ៊ីវមីឯណាទឹកសុតលេខទឹកសុតមួយទៀតបងប្អូនយើងអញ្ចឹងមានទឹកត្រីទឹកស៊ីអ៊ីវមានមីមានអង្គ50គីឡូមានសាច់ក្រកមានប្រេងឆាមានស្ករមានអំបិលមានប៊ីចេងមានខ្ទឹមសហើយនឹងមានថវិកាទៅដល់ណាបាទថវិកាមានថវិកាដែរបងប្អូនយើងអញ្ចឹងមានមួយសេតទាំងអស់តែម្ដងអញ្ចឹងសម្រាប់ក្រុមហ៊ុនប៉ាវលោកជួយច្រើនណាស់កន្លងមកតាមរយៈខ្ញុំក្តីតាមរយៈបងរ៉ាមីក្តីហើយអ្វីដែលជួយបន្ថែមទៀតនោះគឺតាមមន្ទីរពេទ្យថ្មីឆាប់ឥឡូវតិចទៀតនេះថ្ងៃ19 20អានេះថវិកាបាទ19 20ហ្នឹងគឺប៉ាវបានអញ្ជើញក្រុមការងារ BA សិប្បកម្មខ្មែររួមទាំងបងរ៉ាមីទៅចូលរួមនៅក្នុងការផ្ដល់ជូនខោទឹកនោមជូនទៅកាន់មន្ទីរពេទ្យនៅក្នុងខេត្តកំពង់ធំកំពង់ចាមត្បូងឃ្មុំទៀតហើយកន្លងមកកំពង់ឆ្នាំងពោធិ៍សាត់បាត់ដំបងបន្ទាយមានជ័យឧត្តរមានជ័យព្រះវិហារសៀមរាបភ្នំពេញតាកែវកពតកំពង់ស្ពឺកោះកុងយឺគ្រប់អស់ហើយគ្រប់ខេត្តទោះបីជាខេត្តខ្លះមិនតាន់ទៅប៉ុន្តែនឹងទៅឲ្យគ្រប់តែម្ដងប៉ាជួយច្រើនណាស់ប៉ុន្តែបងប្អូនយើងខ្លះគឺគួរតែចូលរួមចំណែកព្រោះការធ្វើអំពើល្អគួរតែទទួលបានការតបស្នងក៏ដូចជាការជួយប្រើប្រាស់វិញស្រឡាញ់បាទយើងជួយគ្រប់គ្រងផលិតផលក្នុងស្រុកបច្ចៈណាក៏មានការយល់ច្រឡំអីផ្សេងៗអញ្ចឹងហើយឆ្លៀតនៅក្នុងឱកាសនេះគឺមានតែពាក្យថ្លែងអំណរអគុណទៅកាន់អគ្គនាយកក្រុមហ៊ុនប៉ាវបងហេងគ្រីដែលជាអគ្គនាយកផ្ទាល់ជាកូនអ្នកខេត្តតាកែវគាត់បានមានទឹកចិត្តសប្បុរសណាស់ក្នុងការជួយខ្មែរបើគិតជាទឹកប្រាក់រាប់លានដុល្លារណាបងកន្លងមករាប់ឆ្នាំមកហើយមិនមែនទៅតែជួយនឹងទេហើយនេះជាមួយកញ្ចប់សម្រាប់ជូនគាត់ប៉ុន្តែមុននឹងបន្តិចក៏យើងបានជូននៅខាងភូមិព្រះរាមរាំងសីខាងឃុំជ្រៃបាក់ស្រុកលៀបអៀខេត្តកំពង់ឆ្នាំងយើងដែរហើយបងស្រីផ្ទាល់ដែលជាម្ដាយតំណាងឲ្យកូន5នាក់តែទៅរៀនអស់មួយចាបងមានអីចង់ថ្លែងអំណរគុណទៅកាន់បងគ្រីដែលជាអគ្គនាយកនៃក្រុមហ៊ុនខោទឹកនោមប៉ាវទេខ្ញុំសូមអរគុណបាទថាម៉េចដែរបងចាខ្ញុំសូមអរគុណដល់ក្រុមហ៊ុនប៉ាវដែលបានជួយគ្រួសារខ្ញុំគ្រួសារខ្ញុំកំពុងខ្វះខាតចំពេលដាច់ចាចំពេលដាច់ពេលដល់ពេលឲ្យក្រុមហ៊ុនប៉ាវជួយខ្ញុំអរគុណច្រើនខ្ញុំមកពីអីនិយាយអត់ចង់ចាញ់ទេបងបាទអូបងអរគុណខ្ញុំយល់អារម្មណ៍មួយនេះព្រោះខ្ញុំដើរជួបអ្នកដែលគាត់ខ្វះខាតច្រើនបាទហើយសូម្បីតែខ្ញុំហ្នឹងក៏ជាអ្នកខ្វះខាតដែរពីមុនមកហើយឥឡូវហ្នឹងក៏មិនទាន់មានទៅណាដែរតែគាត់ថាធ្វើមកបាយហូបយើងអាចមានហើយបាទយើងមានហើយខ្លះហើយអញ្ចឹងត្រឡប់មកវិញថាខ្ញុំយល់អារម្មណ៍មួយនេះច្បាស់ហើយបងប្អូនយើងនៅតែមិនទាន់អស់ទេត្រូវការសម្ភារៈសិក្សាត្រូវការកង់ត្រូវការកតាបសភៅបិចច្រើនណាស់អញ្ចឹងបើសិនជាអាចបងប្អូនយើងចូលរួមម្នាក់បន្តិចមកបងប្អូនណាបាទអញ្ចឹងគឺតាមរយៈខ្ញុំបាទផ្ទាល់ BA សិប្បកម្មខ្មែរនិងក្រុមការងារក៏ដូចជាក្រុមការងារបងរ៉ាមីបាទប្រធានក្រុមបេដងយុវជនមនុស្សគាត់ខេត្តកំពង់ឆ្នាំងក៏តាមរយៈគាត់ក៏បានអាស្រ័យលើបងប្អូនទាំងអស់គ្នាទេបាទហើយមុននឹងជួយបងប្អូនយើងអាចចូលមើលទៅក្នុង page ហើយ scroll មើលព័ត៌មានទៅគេលោថាពេលខ្លះអ្នកខ្លះគេខលខូចគេយកវីដេអូយើងទៅផុសហើយដាក់ QR ចេះតែបាញ់ឲ្យគេផ្ដេសផ្ដាស់ហើយខ្ញុំអត់ដឹងអីផងហើយមកឌីលតែខ្ញុំលេបជំនួយអាហ្នឹងខ្ញុំអត់ទទួលទេព្រោះពេលខ្លះចូលមើលក្នុង page ប៉ុន្តែបើវាជា page គោលការណ៍របស់ពួកខ្ញុំហ្មងវាមានព័ត៌មានរាប់រយនាក់ហើយបើ page BA សិប្បកម្មខ្មែរអត់មានអីបាក់ចំណាំទេកជឿល្អីកឡៅកជឿកច្រែងឆ្អេទ្រូទ្រង់រត់ឈ្នៀងកtilកតំស្មុកកត្រង់ប្រហុកអូរាប់ពាន់មុខដែលរៀបរាប់អត់អស់ទេអញ្ចឹងហើយគឺងាយស្រួលនឹងការចំណាំណាស់ហើយបើទុកចិត្តចាំធ្វើបន់ជាមួយតែបើមិនទុកចិត្តមកខ្លួនឯងខ្ញុំអាចជូនមកបានអញ្ចឹងណាបងរ៉ាមីមានអីជាចុងក្រោយក៏ជាអត់មានដែរ
មានតែជូនពរបាទបងខំប្រឹងបន្ថែមហើយជាពិសេសសូមដាប់ញ៉ាដល់ក្មួយពូនិងពូផនិតវាសកម្មខ្មែរនិងបងចិត្តបងមនុស្សអីនឹងព្យាយាមរកអ្វីដែលក្មួយខ្វះខាតមកជូនតែជាការសំណូមពរមួយវិញទៅទៀតកុំបោះបង់ចោលការសិក្សាឲ្យសោះក្មួយណាត្រូវតែខិតខំរៀនអត់លុយក្តីមានលុយក្តីត្រូវរៀនណាឲ្យវាថាឲ្យអត់ត្រមាក់បានហើយដល់ពេលក្មួយត្រូវតែមានចំណេះដឹងក្នុងខ្លួនពេលដែលក្មួយមានចំណេះដឹងហើយក្មួយអាចរកអីក៏បានដែរតែមានក្នុងនេះហើយក្មួយអាចរកលុយបានហើយអញ្ចឹងណាអញ្ចឹងជាសំណូមពររបស់ពូគឺតែប៉ុណ្្នឹងទេឲ្យខិតខំឲ្យពូនឹងព្យាយាមមួយពូបណ្ឌិតនឹងព្យាយាមអ្វីដែលខ្វះខាតជូនក្មួយបាទចុងក្រោយសូមអរគុណបងប្អូនអរគ្នាបាទរួមមានសារអំពើល្អទាំងអស់គ្នាបាទ